គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺតាមច្រឡងភ្នំត្រណប់បាយច្រឡងភ្នំនេះពេលខែប្រាំងមកគឺវាចេញទឹកពីថ្មបងប្អូនចេញពីភ្នំមកដល់បើខែវស្សាភ្លៀងខ្លាំងអីគឺទឹកហូរខ្លាំងតាមច្រឡងហ្នឹងហើយតំបន់នេះគឺជាតំបន់ដែលខ្ញុំធ្លាប់រស់នៅហើយខ្ញុំមានការនៅទីនឹងមួយដែរឆ្កាចេកដើមចេកដែលខ្ញុំដាំការជាង3ឆ្នាំហ្នឹងឥឡូវវាដំណាំផលតែចេកទេបងប្អូនប៉ុន្តែដំណាំផ្សេងគឺភ្លើងប្រៃឆេះខូចអស់ហើយងាប់អស់ហើយអានេះគឺខ្ញុំមកមើលសារជាថ្មីចង់ដឹងថាដំណាំអីខ្លះដែលនៅតាមទីកន្លែងនេះគឺជាកន្លែងដែលយើងសម្រាប់ពីការងារចង់ទៅដើរលេងកម្សាន្តគឺទៅលេងបានបងប្អូននៅចង់បោះតង់ក្នុងព្រៃអីអញ្ចឹងណាវាស្ងាត់តែវាសប្បាយសម្រាប់បងប្អូនដែលចង់ដើរលេងដែរបានថាអាចទៅបានអញ្ចឹងណាព្រៃវាស្ងាត់